ប្រៀបសួរលោកគ្រូខ្ញុំហេងវាសនាជាមួយនឹងជីវចំណានដែលពួកយើងធ្វើបច្ចេកជាមួយគ្នានេះគឺជាបច្ចេកLaravel ជាមួយនឹង React ដែលពួកយើងធ្វើរួចហើយឥឡូវពួកយើងនឹងធ្វើការ demo ជូនលោកគ្រូមើលហើយឥឡូវគឺខ្ញុំធ្វើការ login មួយសិនឥឡូវហ្នឹងគឺពួកយើង login ចូលរួចហើយពួកយើងធ្វើការ demo ជូនលោកគ្រូមើលដែលនេះគឺជា product ហើយ home page របស់យើងគឺបង្ហាញ product ឥឡូវចូលមើល product ខ្ញុំ add to cart សាក់មើលពេល add to cart មកគឺវានឹង link យើងចូលមកក្នុងកន្លែង cart page ហើយបន្តមកទៀតគឺខ្ញុំសាកធ្វើការ add to cart តទៀតឥឡូវនេះគឺ product ដែលយើង add to cart នឹងមាន2ហើយសាក remove មួយខ្ញុំធ្វើការ check out សាកមើលហើយបំពេញព័ត៌មានទៅតាមនឹងឲ្យបានត្រឹមត្រូវឥឡូវគឺខ្ញុំធ្វើការទូទាត់បានជោគជ័យហើយយើងមកមើលកន្លែង admin page ម្ដងធ្វើការ login ចូលនៅក្នុង admin ម្ដងទៀតឥឡូវធ្វើការ login ចូលរួចហើយនេះគឺជា UI របស់ admin page ពួកយើងហើយ admin page របស់ពួកយើងនឹងមាន product ដែលយើងអាច edit វាបាន delete ហើយ category deleteហើយយើងមកមើល dashboard ទាំងអស់គ្នាអញ្ចឹង dashboard មិញហ្នឹងដែលពេលយើងធ្វើការទូទាត់ហ្នឹងខ្ញុំដាក់ឈ្មោះថា Selena ឥឡូវគឺចូលនៅក្នុងកន្លែង dashboard ហើយកន្លែង product នេះគឺយើងអាច edit និងអាច delete បានហើយយើងអាចបន្ថែមថ្មីបានដូចគ្នាឥឡូវខ្ញុំសាកធ្វើការ edit សាកមើលហើយចូលមកដល់កន្លែង edit product ហ្នឹងគឺយើងអាចបំពេញព័ត៌មានបានកែព័ត៌មានបានទៅតាមហ្នឹងគឺជារូបភាពដែលយើងអាច upload បានមកមើលកន្លែង category នេះវិញគឺយើងអាច edit បានដូចគ្នាដែរកន្លែង brand លើមកមើល dashboard វិញអញ្ចឹងសម្រាប់ project ដែលពួកយើងធ្វើ React បូកជាមួយ Laravel នេះគឺមានប៉ុណ្ណឹងអញ្ចឹងសូមអរគុណច្រើនលោកគ្រូដែលបានទស្សនាការ demo បច្ចេកពួកយើងពីដើមរហូតដល់ចប់